បាទសូមជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងរាត្រីនេះខ្ញុំមានករណីឃាតកម្មមួយដែលបានកើតឡើងទៅលើក្មេងស្រីម្នាក់ដែលមានអាយុទើបតែ18ឆ្នាំប៉ុណ្ណោះនេះគឺជាឃាតកម្មដែលមិនអាចរកឃើញឃាតករបានមកដល់ពេលបច្ចុប្បន្ននេះចង់ដឹងថាសាច់រឿងជាយ៉ាងណាសូមតាមដានវីដេអូនេះជាមួយខ្ញុំបាទទាំងអស់គ្នាឆ្នាំ2001គឺជាឆ្នាំដែលពិភពលោកទាំងមូលមានការប្រែប្រួលយ៉ាងខ្លាំងប៉ុន្តែនៅក្នុងទីក្រុងតូចមួយដ៏ស្ងប់ស្ងាត់អ្វីៗហាក់ដូចជាធម្មតានិងមានសន្តិភាពដូចរដងមនុស្សគ្រប់គ្នាស្គាល់គ្នាទៅវិញទៅមកទ្វារផ្ទះមិនដែលចាក់សោឡើយក្មេងៗអាចរត់លេងតាមផ្លូវរហូតដល់ប្រលប់ដោយគ្មានការបារម្ភនៅក្នុងទីក្រុងនោះមានក្មេងស្រីម្នាក់ឈ្មោះសុភ័ក្រនាងទើបតែមានអាយុ18ឆ្នាំប៉ុណ្ណោះនាងជាក្មេងស្រីដែលមានស្នាមញញឹមស្រស់ស្រាយមានក្តីស្រមៃចង់ក្លាយជាអ្នករចនាម៉ូដម្នាក់និងទើបតែបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យដោយជោគជ័យជីវិតរបស់នាងទើបតែចាប់ផ្ដើមប៉ុន្តែគ្មានអ្នកណាដឹងទេថារាត្រីថ្ងៃសុក្រក្នុងខែតុលាឆ្នាំនេះនឹងក្លាយជារាត្រីចុងក្រោយតែគេបានឃើញនាងនៅរស់វាកើតឡើងនៅម៉ោងប្រហែល8យប់សុភ័ក្របានប្រាប់ម្ដាយរបស់នាងថានាងនឹងទៅជួបមិត្តភ័ក្តិនៅហាងកាហ្វេមួយកន្លែងដែលនៅមិនឆ្ងាយពីផ្ទះរបស់នាងបានស្លៀកពាក់ខោកាប៊យនិងអាវយឺតពណ៌សធម្មតាជិះកង់ចេញទៅដោយភាពរីករាយម្ដាយរបស់នាងនៅចាំថាពាក្យចុងក្រោយដែលកូនស្រីនិយាយគឺម៉ាក់ខ្ញុំនឹងត្រឡប់មកវិញមុនម៉ោង10ប៉ុន្តែម៉ោង10បានមកដល់ហើយក៏កន្លងហួសទៅម៉ោង11និងម៉ោង12រហូតដល់ពាក់កណ្ដាលអាធ្រាត្រសុភ័ក្រនៅតែមិនទាន់ត្រឡប់មកផ្ទះវិញឡើយទូរស័ព្ទដៃរបស់នាងមិនអាចតាក់ទងបានម្ដាយរបស់នាងចាប់ផ្ដើមដើរចុះដើរឡើងនៅក្នុងផ្ទះដោយក្តីបារម្ភជាខ្លាំងគាត់បានទូរស័ព្ទទៅមិត្តភ័ក្តិគ្រប់គ្នាដែលសុភ័ក្រស្គាល់ប៉ុន្តែចម្លើយដែលទទួលបានគឺដូចគ្នាពួកគេមិនបានជួបសុភ័ក្រទេយប់នេះក្តីសង្ឃឹមនិងភាពស្ងប់ស្ងាត់បានរលាយបាត់ទៅជំនួសមកវិញដោយភាពភ័យខ្លាចដ៏ធំធេងនៅម៉ោង2រំលងអាធ្រាត្រគ្រួសាររបស់នាងបានសម្រេចចិត្តរត់ទៅប៉ុស្តិ៍នគរបាលដើម្បីរាយការណ៍ករណីបាត់ខ្លួនប៉ុន្តែដោយដែលយើងតែងតែដឹងស្រាប់ហើយក្នុងសម័យនោះប៉ូលីសបានគិតថាវាគ្រាន់តែជាការរត់គេចពីផ្ទះរបស់ក្មេងជំទង់ធម្មតាប៉ុណ្ណោះពួកគេបានប្រាប់គ្រួសារឲ្យរងចាំ24ម៉ោងសិនការពន្យាពេលដល់សែនឈឺចាប់នេះគឺជាកំហុសដំបូងដែលធ្វើឲ្យរឿងក្តីនេះក្លាយជាករណីអាថ៌កំបាំងរហូតមកដល់សប្តាហ៍នេះ36ម៉ោងក្រោយមកអ្វីដែលគ្រប់គ្នាភ័យខ្លាចបំផុតបានក្លាយជាការពិតថ្ងៃអាទិត្យវេលាម៉ោងប្រហែល7ព្រឹកបុរសម្នាក់ដែលកំពុងដើរហាត់ប្រាណជាមួយឆ្កែរបស់គាត់នៅក្នុងព្រៃក្បែរជីក្រុងបានប្រទះឃើញវត្ថុម្យ៉ាងដំបូងឡើយគាត់គិតថាជាតក្កតាដ៏ធំមួយដែលគេយកមកបោះចោលប៉ុន្តែនៅពេលដែលគាត់ដើរចូលទៅជិតឆ្កែរបស់គាត់បានព្រុសយ៉ាងខ្លាំងវាគឺជាសាកសពមនុស្សស្រីនគរបាលបានមកដល់កន្លែងកើតហេតុភ្លាមព័ត៌មានបានរីករាលដាលពេញទីក្រុងតូចមួយនេះដូចជាភ្លើងឆេះព្រៃវាគឺជាសាកសពរបស់សុភ័ក្រនាងដេកផ្ងានៅក្នុងព្រៃក្បែរផ្លូវលំមួយសម្លៀកបំពាក់របស់នាងមានសភាពរហែកដែលបង្ហាញយ៉ាងច្បាស់ពីការតស៊ូយ៉ាងស្វិតស្វាញមុនពេលនាងស្លាប់លទ្ធផលកសលវិច័យបានបង្ហាញថាសុភ័ក្រត្រូវបានគេវាយដំយ៉ាងធ្ងន់ធ្ងរចំក្បាលដោយវត្ថុរឹងនិងមានស្លាកស្នាមនៃការច្របាច់ករហូតដល់ថប់ដង្ហើមស្លាប់អ្វីដែលកាន់តែខ្លោចផ្សាជាងនេះទៅទៀតនោះគឺនាងត្រូវបានគេរំលោភបំពានផ្លូវភេទយ៉ាងធ្ងន់ធ្ងរមុនពេលឃាតករផ្ដាច់ជីវិតរបស់នាងប៉ុន្តែបញ្ហានៅត្រង់នេះនៅយប់ថ្ងៃសៅរ៍មានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងតំបន់នោះទឹកភ្លៀងបានលាងជម្រះភស្តុតាងសំខាន់ស្ទើរតែទាំងអស់នៅនឹងកន្លែងកើតហេតុស្នាមជើងស្នាមកង់ឡានឬសូម្បីតែ DNA របស់ឃាតករនៅលើខ្លួនសាកសពក៏ត្រូវបានបំផ្លាញអស់មួយភាគធំដោយសារតែអាកាសធាតុនិងការធ្វេសប្រហែសរបស់សមត្ថកិច្ចក្នុងការការពារតំបន់កើតហេតុអ្វីដែលពួកគេរកឃើញមានតែខ្សែកមាសមួយខ្សែដែលដាច់ធ្លាក់នៅក្បែរនោះដែលមិនមែនជារបស់សុភ័ក្រឡើយតើវាជារបស់ឃាតករមែនទេឬវាជារបស់អ្នកផ្សេងនៅពេលដែលភស្តុតាងវិទ្យាសាស្ត្រមានកម្រិតនគរបាលត្រូវពឹងផ្អែកលើការសាកសួរនិងស្វែងរកជនសង្ស័យតាមរយៈទំនាក់ទំនងផ្ទាល់ខ្លួនហើយមនុស្សដំបូងគេដែលប៉ូលីសសម្លឹងឃើញគឺយុវជនម្នាក់ឈ្មោះវីរៈគឺជាមិត្តរួមថ្នាក់របស់សុភ័ក្រគ្មានអ្នកណាម្នាក់ដឹងទេថាពួកគេទាំងពីរនាក់កំពុងតាក់ទងគ្នាជាសម្ងាត់សូម្បីតែម្ដាយរបស់សុភ័ក្រក៏មិនបានដឹងដែរប៉ូលីសបានរកឃើញកំណត់ហេតុប្រចាំ
ចាំថ្ងៃរបស់សុភ័ក្រដែលបានសរសេររៀបរាប់ពីទំនាក់ទំនងស្នេហាយ៉ាងជ្រាលជ្រៅប៉ុន្តែក៏ពោរពេញដោយភាពប្រច័ណ្ឌនិងការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងជាមួយវីរៈក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយមុនពេលនាងស្លាប់នៅយប់ថ្ងៃកើតហេតុវីរៈបានប្រាប់ប៉ូលីសថាគាត់នៅផ្ទះម្នាក់ឯងមើលទូរទស្សន៍និងគេងលក់ប៉ុន្តែគ្មានអ្នកណាអាចធ្វើជាសាក្សីឲ្យគាត់បានទេអ្វីដែលកាន់តែគួរឲ្យសង្ស័យនោះគឺនៅលើដៃនិងមុខរបស់វីរៈមានស្នាមឆ្កូតថ្មីៗជាច្រើននៅពេលប៉ូលីសសួរដេញដោលវីរៈមានភាពស្លន់ស្លោនិងឆ្លើយប្តូរចុះប្តូរឡើងដំបូងគាត់ថាស្នាមឆ្កូតមកពីឆ្មាខ្វាចក្រោយមកគាត់ថាមកពីការលេងកីឡាមនុស្សគ្រប់គ្នានៅក្នុងទីក្រុងចាប់ផ្ដើមចង្អុលមុខចំអកនិងជឿជាក់ 100% ថាវីរៈគឺជាឃាតករដែលបានសម្លាប់មិត្តស្រីរបស់ខ្លួនដោយសារតែភ្លើងប្រច័ណ្ឌប៉ុន្តែតើវាពិតជាសាមញ្ញបែបនេះមែនទេគ្មានភស្តុតាង DNA ណាមួយភ្ជាប់ជាមួយវីរៈនៅនឹងកន្លែងកើតហេតុឡើយហើយខ្សែកមាសដែលរកឃើញនោះក៏មិនមែនជារបស់វីរៈដែរខណៈពេលដែលការស៊ើបអង្កេតទៅលើវីរៈកំពុងតែជាប់គាំងស្រាប់តែមានសាក្សីថ្មីម្នាក់ទៀតបានដើរចូលមកគាត់គឺជាម្ចាស់ហាងលក់ទំនិញម្នាក់នៅជិតហាងកាហ្វេដែលសុភ័ក្រក្រុងនឹងទៅគាត់បានប្រាប់ប៉ូលីសថានៅយប់ថ្ងៃសុក្រនោះវេលាម៉ោងប្រហែល 8:30 នាទីយប់គាត់បានឃើញសុភ័ក្រជិះកង់ឈប់នៅចិញ្ចើមផ្លូវនៅក្បែរនាងមានឡានធំពណ៌ខ្មៅមួយគ្រឿងបានឈប់ចតបងអ៊ូចឡានបានទម្លាក់ចុះហើយសុភ័ក្របានឈរជជែកជាមួយអ្នកបើកបរឡាននោះពី3នាទីសាក្សីបាននិយាយថាទឹកមុខរបស់សុភ័ក្រមើលទៅហាក់ដូចជាស្គាល់បរិសម្នាក់នោះច្បាស់ណាស់ប៉ុន្តែនាងក៏មានសភាពរារែកនិងខ្លាចញញើតបន្តិចដែរបន្ទាប់មកគេក៏បានឃើញនាងដើរចូលទៅក្នុងឡាននោះហើយឡានក៏បើកចេញទៅយ៉ាងលឿនបុរសបើកឡានពណ៌ខ្មៅនោះជាអ្នកណាប៉ូលីសបានចំណាយពេលរាប់ខែដើម្បីស្វែងរកឡានម៉ាកនោះនៅក្នុងទីក្រុងប៉ុន្តែរកមិនឃើញឡើយរហូតដល់មួយឆ្នាំក្រោយមកពន្លឺថ្មីបានលេចឡើងមានបុរសម្នាក់ឈ្មោះពិសិដ្ឋដែលជាអ្នកជំនួញចំណូលថ្មីមកពីទីក្រុងធំគាត់ទើបតែទិញផ្ទះលំហែកាយនៅក្នុងទីក្រុងតូចនេះហើយគាត់មានឡានពណ៌ខ្មៅដែលមានភិនភាគដូចគ្នាបេះបិទទៅនឹងអ្វីដែលសាក្សីបានឃើញអ្វីដែលគួរឲ្យរន្ធត់ជាងនេះទៅទៀតពិសិដ្ឋមានប្រវត្តិធ្លាប់រងការចោទប្រកាន់ពីបទបៀតបៀនរាងកាយស្ត្រីនៅទីក្រុងផ្សេងៗប៉ុន្តែត្រូវបានដោះលែងវិញដោយសារมันមានភស្តុតាងគ្រប់គ្រាន់នៅពេលដែលប៉ូលីសបានទៅពិនិត្យខ្សែកមាសដែលរកឃើញនៅនឹងកន្លែងកើតហេតុមិត្តភក្តិម្នាក់របស់ពិសិដ្ឋបានលួចប្រាប់ប៉ូលីសថាគាត់ធ្លាប់ឃើញពិសិដ្ឋពាក់ខ្សែកដែលមានម៉ូដដូចគ្នានេះបេះបិទប៉ុន្តែនៅពេលដែលប៉ូលីសហៅពិសិដ្ឋមកសាកសួរគាត់បានបដិសេធគ្រប់យ៉ាងគាត់មានមេធាវីថ្លៃៗនិងមានភស្តុតាងបញ្ជាក់ច្បាស់ថានៅយប់នោះគាត់កំពុងចូលរួមពិធីជប់លៀងអាជីវកម្មជាមួយមនុស្សធំៗជាច្រើននៅឯទីក្រុងឆ្ងាយតើគាត់ជាឃាតករពិតមែនទេឬគ្រាន់តែជាជនរងគ្រោះនៃភាពចៃដន្យនៅពេលដែលរឿងក្តីអូសបន្លាយទៅមុខគ្មានជនសង្ស័យណាម្នាក់ត្រូវបានចោទប្រកាន់ជាផ្លូវការឡើយពេលវេលាបានកន្លងផុតទៅ5ឆ្នាំ10ឆ្នាំរឿងក្តីនេះចាប់ផ្ដើមត្រជាក់បន្តិចប៉ុន្តែនៅក្នុងចិត្តរបស់ប្រជាជននិងអ្នកស៊ើបអង្កេតឯករាជ្យពួកគេនៅតែមិនបោះបង់ហើយស្ត្រីទី3បានលេចមុខមកស្ត្រីនោះលើកឡើងថាឃាតករមិនមែនជាអ្នកក្រៅប៉ុន្តែគឺជាមនុស្សដែលរស់នៅក្នុងផ្ទះជាមួយនាងពូបង្កើតរបស់សុភ័ក្រឈ្មោះសុខាគាត់បានមករស់នៅក្នុងផ្ទះជាមួយសុភ័ក្រនិងម្ដាយរបស់នាងតាំងពីសុភ័ក្រនៅតូចបន្ទាប់ពីឪពុករបស់នាងបានចែកឋានទៅសុខាគឺជាមនុស្សស្ងប់ស្ងាត់មិនសូវនិយាយស្ដីនិងតែងតែនៅផ្ទះជានិច្ចអ្នកស៊ើបអង្កេតម្នាក់បានចូលនិវត្តន៍បានសរសេរសៀវភៅមួយក្បាលអំពីករណីនេះគាត់បានលើកឡើងពីចំណុចមិនប្រក្រតីជាច្រើនរបស់សុខានៅថ្ងៃដែលសុភ័ក្របាត់ខ្លួនសុខាគឺជាមនុស្សម្នាក់ដែលហាក់ដូចជាមិនសូវមានការបារម្ភអ្វីទាំងអស់នៅពេលដែលម្ដាយរបស់នាងយំសោកបោកខ្លួនសុខាគ្រាន់តែអង្គុយជក់បារីយ៉ាងស្ងៀមស្ងាត់កាន់តែគួរឲ្យសង្ស័យគឺកង់របស់សុភ័ក្រដែលនាងជិះចេញទៅយប់នោះមិនត្រូវបានរកឃើញនៅកន្លែងដែលគេជួបសាកសពឡើយប៉ុន្តែវាត្រូវបានគេរកឃើញនៅក្នុងដេប៉ូអេបចាយចាស់មួយកន្លែងដែលសុខាធ្លាប់ធ្វើការនៅទីនោះកាលពីមុនតើវាអាចទៅរួចដែរទេថា
សុភ័ក្រមិនដែលបានចាក់ចេញពីផ្ទះតតែសោះនៅយប់នោះតើរឿងរ៉ាវដែលនាងសុំទៅជួបមិត្តភ័ក្តិគឺជាអ្វីដែលគេបង្កើតឡើងដើម្បីបិទបាំងការពិតតើមានអ្វីកើតឡើងនៅក្នុងផ្ទះរបស់នាងមុនពេលសាកសពរបស់នាងត្រូវបានគេរកឃើញនៅក្នុងព្រៃម្ដាយរបស់នាងបានបដិសេធចំពោះសម្ដីរបស់ស្ត្រីនោះយ៉ាងដាច់អហង្ការដោយគាត់និយាយថាគាត់ស្រឡាញ់និងទុកចិត្តប្អូនប្រុសរបស់គាត់ខ្លាំងណាស់ប៉ុន្តែសម្រាប់មហាជនមន្ទិលសង្ស័យនេះនៅតែលងបន្លាចរហូតមកថ្ងៃនេះមានរយៈពេល25ឆ្នាំចាប់តាំងពីរាត្រីដ៏ខ្មៅងងឹតក្នុងឆ្នាំ2001នោះយុវតីម្នាក់ដែលមានអាយុ18ឆ្នាំប្រសិនបើនាងនៅរស់មកដល់សប្តាហ៍ថ្ងៃនេះនាងនឹងមានអាយុ43ឆ្នាំទៅហើយនាងប្រហែលជាមានគ្រួសារដ៏មានសុភមង្គលនិងបានសម្រេចក្តីស្រមៃរបស់នាងមិនខានប៉ុន្តែអ្វីៗត្រូវបានបញ្ចប់ត្រឹមវ័យ18ឆ្នាំម្ដាយរបស់សុភ័ក្រឥឡូវនេះគាត់មានវ័យជរាណាស់ទៅហើយសក់របស់គាត់ឡើងស្កើពេញក្បាលភ្នែករបស់គាត់ស្ទើរតែមើលមិនឃើញដោយសារតែការយំសោកស្ទើរតែរាល់ថ្ងៃក្នុងរយៈពេល25ឆ្នាំកន្លងមកនេះគាត់បាននិយាយទាំងទឹកភ្នែកនៅក្នុងបទសម្ភាសន៍ចុងក្រោយថាខ្ញុំមិនចង់បានការសងសឹកអ្វីទៀតទេខ្ញុំគ្រាន់តែចង់ដឹងការពិតមុនពេលខ្ញុំបិទភ្នែកស្លាប់តើអ្នកណាជាអ្នកធ្វើបាបកូនស្រីរបស់ខ្ញុំរហូតមកដល់សប្តាហ៍ថ្ងៃនេះនៅពេលដែលគេលើកយករឿងក្តីនេះមកពិភាក្សាម្ដងគ្មានអ្នកណាម្នាក់អាចយល់ស្របគ្នាឡើយមនុស្សមួយក្រុមនៅតែជឿជាក់ថាវាជាស្នាដៃរបស់វីរៈដែលជាមិត្តប្រុសប្រច័ណ្ឌខ្វះការពិចារណាមនុស្សមួយក្រុមទៀតជឿថាវាជាស្នាដៃរបស់ពិសិដ្ឋដែលជាព្រាននារីមានអំណាចនិងលុយកាក់មកពីទីក្រុងធំនិងមានមនុស្សមិនតិចឡើយដែលជឿថាឃាតករពិតប្រាកដគឺស្ថិតនៅក្នុងផ្ទះជាមួយនាងគឺពូបង្កើតរបស់នាងផ្ទាល់អាកំបាំងនៅតែជាអាកំបាំងយុត្តិធម៌សម្រាប់សុភ័ក្រនៅតែមិនទាន់បានមកដល់តើវាជាកំហុសរបស់អាកាសធាតុដែលបានលាងជម្រះផុសតាងឬជាកំហុសរបស់ប៉ូលីសធ្វើការយឺតយ៉ាវឬជាភាពវៃឆ្លាតគួរឲ្យខ្លាចរបស់ឃាតកររឿងរ៉ាវរបស់សុភ័ក្រគឺជាការរំលឹកដ៏ឈឺចាប់មួយដល់ពួកយើងគ្រប់គ្នាថាជារឿយៗពិភពលោកនេះមិនមែនតែងតែមានទីបញ្ចប់ដ៏ស្រស់បំព្រងដូចក្នុងរឿងកុននោះឡើយជួនកាលមនុស្សអាក្រក់អាចដើរហើរដោយសេរីនៅក្រោមពន្លឺថ្ងៃលក្ខណៈពេលដែលការពិតត្រូវកប់យ៉ាងជ្រៅទៅក្នុងដីជាមួយនឹងជនរងគ្រោះ